បាទសួស្តីបងប្អូនថ្ងៃនេះថ្ងៃទី16ហើយខែ5 2025កធាយពងកធាយបងប្អូននេះករណីពងនៃញាស់គឺពងចេះបងប្អូនពងដែលមានខ្សែប្រកដាចេះឥឡូវគឺយើងបានជោគជ័យមកកម្រិតហើយបងប្អូនណាឥឡូវពងកធាយគឺចាប់ដើមមានខ្សែគឺជាពងដែលអាចញាស់គឺញាស់ស្ទើរតែ90%ណាបងប្អូនណាពងនេះគឺហៅថាពងមានខ្សែបងប្អូនមានខ្សែមួយកណាត់ទេចឹងកធាយយើងគឺចាប់ដើមពងមានខ្សែហើយមានន័យថាគឺវាមានមេជីវិតញីឈ្មោះនៅជាមួយគ្នាហើយបញ្ចូលគ្នាណាបងប្អូនណាចឹងគឺយើងជោគជ័យមកកម្រិតហើយបងប្អូនហើយកធាយមកពងណាបងប្អូននេះកាយឃើញខ្ញុំមិនកាយលុបដីចឹងកាយអន់ពងវាហើយ3 6 9 2 10គ្រាប់តែញាស់ឃើញញាស់1 4 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163
6 7 8 9 10 11 12ញាស់ទាំងអស់បងប្អូននេះមានខ្សែទាំងអស់ចឹងគឺយើងនឹងជោគជ័យនៅពេលបន្តទៀតបងប្អូនណាចឹងអាធាគឺចាប់ដើមបើយើងនិយាយមកគឺចាប់ដើមពាក់គ្នាហើយបានមានពងនឹងមកបងប្អូនណាចឹងគឺយើងនឹងសង្ឃឹមជោគជ័យបន្តទៅទៀតយើងដើរតែម្ដងបន្តិចម្ដងបន្តិបងប្អូនណានេះធានេះរបួសយើងព្យាបាលរួចហើយជីហើយបងប្អូនជីហើយអូខេបងប្អូននេះបាន11ទៀតតែខ្ញុំតអត់ឆែកទេឃើញមានធ្នេខ្លះអត់មានគ្នាខ្លះនេះមានធ្នេណាបងប្អូនណាតែនេះគេហៅពងថ្មីពងមេពូជថ្មីបងប្អូនណារៀងតូចនេះ11ខាងនោះ12នៅនោះឥឡូវចំពោះកាយថែមទៀតឥឡូវដាក់ទៅមួយកន្លែងសិនបងប្អូនណាហើយនេះខ្លះចង់ពងកាយឃើញយលុបពងនេះអូខេនេះគឺទី16ហើយឥឡូវយើងដាក់កាយបន្ថែមទៀតអាសាយើងបានចាក់ដីចាំបាននេះហ៎ចាក់ដីថែមបន្តិចហ្នឹងអត់បានមើលជើងវាកាយណែបងប្អូនមើលនេះទីនេះទីមើលហ៎អូខេអត់ដីទីកាយថែមទៀតកាធានៅក្នុងនេះគឺ50ក្បាលណាបងប្អូនណា50មេពូជ50មេពូជបាទបងប្អូនថ្ងៃហ្នឹងយើងកាយបានសរុបទៅ37គ្រាប់ណាបងប្អូនណាភាគច្រើនគឺសិតតែមានធ្នេណាបងប្អូនណា90% មានធ្នេណាបងប្អូនណាគឺល្អហើយស្អាតធំល្អអូខេកាយអស់ហើយបងប្អូននេះដល់សារយើងលុបឲ្យផ្លិចកាយមើលដល់ថ្ងៃនេះថ្ងៃសៅរ៍អាទិត្យយើងមកកាយមើលយើងអត់កាយដូចជា3ថ្ងៃបងប្អូនប៉ុណ្ណាហើយពងផ្សេងពងដាក់ភ្ញាស់ដែរបងប្អូននេះល្អនៅរត់ណាអស់ហើយទៀតទៅរៀបដីនៅស្មើវិញអូខេពងល្អបងប្អូនអើយល្អមែនទែនដល់ជោគជ័យបងប្អូនអានេះមកយើងបើយើងនិយាយពីជោគជ័យយើងជោគជ័យមកកម្រិតហើយបងប្អូនពងមុនពងដបងសិតភាគច្រើនសិតតែពងចេះបងប្អូនមែននេះញោមអានេះសិតមាននេះតែពងចេះបងប្អូនពងហ្នឹងគឺសង្ឃឹមញាស់តិចដោយសារវាមានធ្នេណាបងនេះខុសពីអានេះឥឡូវសិតធ្នេល្អមកគេហៅធ្នេមួយខាងល្អមួយខាងថ្លាណាបងប្អូនណាហើយធ្នេកដាចេះបើពងថ្មីវាធ្នេតិចបងប្អូននេះធ្នេចេះនេះបងប្អូនឃើញទេនេះធ្នេវាបន្តិចទេអាហ្នឹងពងមេថ្មីឃើញបងប្អូនតែញាស់បានធម្មតាលើកឡើងតែអញ្ចេះនេះអាឡុង
អាឡុងប្រើអញ្ចឹងអត់សង្ឃឹមទេគឺអត់ស្ទើរតែអត់សង្ឃឹមហ្មងតែអញ្ចេះគឺ90 80ទៅ 90% គឺត្រូវញាស់ហ្នឹងបងប្អូនណាអូខេអញ្ចឹងគឺពងធំល្អបងប្អូននេះសរុបពងយើងបានដូចជាចូល100ឯងពងសរុបចំកន្លះខែជាងហ្នឹងបានចូល100ពងហើយកន្លះខែអូខេចឹងទៀតយើងនឹងរៀបចំកន្លែងភ្ញាស់ពងទៀតពងអាធាយទៀតណាបងប្អូនណាចឹងយើងសិក្សាម្ដងបន្តិចទៅតាមដំណាក់កាលយើងនៃការនេះការចិញ្ចឹមឥឡូវយើងចេះព្យាបាលកាធាយហើយកធាយលបួសយើងអាចព្យាបាលបានជីហើយសះស្បើយហើយចឹងយើងនៅបន្តទៀតនៅការភ្ញាស់ការមើលថែការអីបន្តទៀតណាបងប្អូនណាចឹងនៅការភ្ញាស់ទៀតណាបងប្អូនណាដោយសារយើងទិញនេះយើងចិត្តទិញជាលក្ខណៈមេពូជយកមកតែម្ដងណាបងប្អូនណាអូខេអរគុណច្រើនសម្រាប់តាមដានវីដេអូខាងខ្ញុំអរគុណ